សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាមានឆ្ងល់ដូចខ្ញុំអត់ថានៅស្រុកខ្មែរយើងមានជនបរទេសជាច្រើនរស់នៅមានចិនយួនឥណ្ឌាអាហ្វ្រិកបារាំងអង់គ្លេសអីចឹងទៅរស់នៅស្រុកខ្មែរយើងប៉ុន្តែនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងឧទាហរណ៍ថាម៉ូតូហើយឡានបុកគ្នាពេលបុកគ្នាអ្នកជិះម៉ូតូក៏ខ្មែរអ្នកជិះឡានក៏ខ្មែរអ្នករបួសក៏ខ្មែរអ្នកស្លាប់ក៏ខ្មែរហេតុអីបានជានៅក្នុងប្រទេសយើងមានជនជាតិជាច្រើនរស់នៅហើយពេលមានគ្រោះថ្នាក់ចរាចរណ៍សិតតែជនជាតិខ្មែរអញ្ចឹងវាមិនមែនថា100ទាំង100ប៉ុន្តែភាគច្រើនគឺជាជនជាតិខ្មែរសួរថាហេតុអីបានជាអញ្ចឹងបើបងប្អូនណាឆ្លើយត្រូវរង្វាន់បាន10000រៀលហើយលក្ខខណ្ឌគឺ follow 1 share 1ហើយឆ្លើយត្រូវទើបបាន10000ហ្នឹងអ្នកត្រូវមានតែម្នាក់ទេគឺឆ្លើយមុនគេហើយត្រូវនៅចាត់ទុកជាអ្នកឈ្នះមិនមែនតែឆ្លើយត្រូវទាំងអស់បានរង្វាន់ទាំងអស់ទេអរគុណច្រើន